បុកទឹកគ្រឿងឆ្ងាញ់ណាស់សំខាន់ជាងគេលើអាគ្រឿងក្រៅដែលយើងលេងនេះបងប្អូនប្រើជាមួយនឹងម្ទេសត្រប់ពេជ្រញងហើយនឹងខ្ទឹមសឲ្យកាន់តែច្រើនណាគឺធ្វើឲ្យរសជាតិទឹកគ្រឿងរបស់យើងនឹងកាន់តែក្លិនឈ្ងុយហើយចំពោះម្ទេសហើយនឹងខ្ទឹមនេះបងប្អូនខ្ទឹមគឺយើងកុំឲ្យបកសបកវាចោលអីណាគឺយើងទុកទាំងសបកអញ្ចឹងយកមកលេងទៅគឺក្លិនឈ្ងុយខ្លាំងណាស់ហើយចំពោះរសជាតិបុកទឹកគ្រឿងគឺខ្ញុំអត់ចូលចិត្តឲ្យផ្អែមទេណាចាតោះឥឡូវគេទៅមើលការធ្វើជាមួយខ្ញុំទាំងអស់គ្នាចំពោះត្រីខ្ញុំប្រើជាមួយនឹងត្រីឆ្ដោមួយកង់បរិមាណត្រីឆ្ដោនេះគឺមានចំនួនវា7ខាំចំពោះការស្ងោរនេះគឺអត់សូវយូរប៉ុន្មានទេបងប្អូនខ្ទង់ប្រហែលជា15នាទីគឺសាច់ត្រីនេះក៏បានឆ្អិនមកល្អដែររីឯគ្រឿងកាត់ឆ្អាបហ្នឹងយើងប្រើដូចតរដងដែរនឹងដូចជាស្ងោរជ្រក់បងប្អូនមានជាមួយនឹងគល់ស្លឹកគ្រៃរំដេងហើយនិងស្លឹកក្រូចចំណែកឯគ្រឿងក្រៅដែលខ្ញុំបង់នៅក្នុងទឹកសម្លស្ងោរត្រីនេះមានដូចជាអំបិលម្សៅស៊ុបហើយនិងប៊ីចេងបន្តិចខ្ញុំអត់ប្រើជាមួយនឹងស្ករទេណាចាបន្ទាប់ពីយើងស្ងោរត្រីបានឆ្អិនមកល្អហើយគឺយើងទុកវាឲ្យត្រជាក់សាច់បន្តិចសិនដើម្បីងាយស្រួលបេះឆ្អឹងរីឯទឹកស្ងោរត្រីនេះគឺយើងទុកសម្រាប់លាយជាមួយនឹងទឹកគ្រឿងចឹងហើយខ្ញុំថែមជាមួយនឹងប្រហុកសាច់ហ្នឹងមួយស្លាបព្រាបាយពេញពើហ្មងដោយសារតែរសជាតិទឹកគ្រឿងកាលណាបើសិនយើងដាក់ប្រហុកតិចពេកក៏អត់សូវឆ្ងាញ់ដែរពីព្រោះថាយើងជ្រលក់ជាមួយនឹងលក់នៅខាងក្រៅថែមទៀតទៅចាចំណែកឯត្រប់ពេជ្រញងម្ទេសហើយនឹងខ្ទឹមបងប្អូនលេងធ្វើមិនឲ្យឆ្អិនបានល្អសិនណាត្រប់ពេជ្រញងនិងម្ទេសនេះគឺខ្ញុំដាក់ទឹកបន្តិចដើម្បីលេងខ្ញាប់ឆ្អិនល្អពេលដែលវាស្ងួតទឹកហើយបានខ្ញុំថែមជាមួយនឹងខ្ទឹមសហើយនឹងប្រេងនឹងចូលបន្តិចចំពោះខ្ទឹមសកាលណាយើងលេងវាទាំងសបកអញ្ចឹងគឺក្លិនឈ្ងុយខ្លាំងជាងយើងបកសបកចាញ់ណាបងប្អូនចារយៈពេលនៃការលេងរបស់ខ្ញុំខ្ទង់ប្រហែលជា15នាទីទៅធ្វើឲ្យសាច់ខ្ទឹមត្រប់ពេជ្រញងហើយនឹងម្ទេសនេះគឺវាបានឆ្អិនមកល្អមែនទែនបន្ទាប់ពីយើងលេងមើលថាវាបានឆ្អិនមកល្អចឹងហើយបកសបកជាមួយនឹងខ្ទឹមនឹងធ្វើមិនចេញឲ្យអស់ហើយយកមកបុកបែបនេះការបុកម្ទេសខ្ទឹមត្រប់ពេជ្រញងអីនេះបងប្អូនចង់បុកឲ្យបែកម៉ត់ដូចខ្ញុំអញ្ចឹងក៏បានឬក៏បុកបែបនៅក្របក៏បានដែរសម្រាប់ខ្ញុំចូលចិត្តបុកបែបរឹងម៉ត់អញ្ចឹងពេលដែលយើងដាក់សាច់ត្រីយកទៅបុកលីចូលគ្នាទៅវាឆាប់នឹងចូលជាតិបានល្អហើយខ្ទឹមសនេះបងប្អូនពេលដែលយើងធ្វើបុកទឹកគ្រឿងអញ្ចឹងប្រើជាមួយនឹងខ្ទឹមសលីងដាក់កាន់តែច្រើនគឺធ្វើឲ្យទឹកគ្រឿងរបស់យើងនឹងកាន់បការសជាតិឈ្ងុយឆ្ងាញ់ណាចំពោះខ្ញុំចូលចិត្តលបជាមួយនឹងខ្ទឹមសច្រើនណាបងប្អូនរីឯសណ្តែកដីនេះវិញបងប្អូនខ្លះក៏ចូលចិត្តដាក់ក៏បានឬក៏មិនបាច់ដាក់ក៏បានដែរតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំចូលចិត្តប្រើជាមួយនឹងសណ្តែកដីរៀងច្រើនកាលណាយើងថែមជាមួយនឹងសណ្តែកដីច្រើនអញ្ចឹងយកលាយជាមួយនឹងទឹកគ្រឿងគឺក្លិនឈ្ងុយហើយខ្ទេចខ្ទីទៀតគ្រឿងក្រៅដែលខ្ញុំបុកជាមួយនឹងសាច់ត្រីត្រប់ពេជ្រញងហើយនឹងខ្ទឹមសនេះបងប្អូនចង់ធ្វើជាប្រភេទគោកញ៉ាំក៏បានដែរគ្រាន់តែថាការធ្វើគោកយើងគ្រាន់តែថែមជាមួយនឹងស្ករប៊ីចេងឬក៏ម្សៅស៊ុបប្រហុកអីនៅខាងក្រៅទៀតទៅគឺច្របល់ញ៉ាំបានហើយចំពោះប្រហុកវិញបងប្អូនត្រូវតែអាំងបើសិនយើងញ៉ាំជាប្រភេទគោកតែបើសិនយើងធ្វើជាប្រភេទទឹកដូចខ្ញុំចេះបងប្អូនយកទឹកស្ងោរត្រីយកមកលាយចំពោះគ្រឿងក្រៅដែលខ្ញុំដាក់លាយថែមទៀតនោះគឺខ្ញុំអត់ថែមអីច្រើនមុខប្រហែលទេបងប្អូនខ្ញុំដាក់តែស្ករបន្តិចហើយច្របាច់ក្រូចឆ្មាចូលគឺរួចរាល់ជាការស្រេចហើយចំពោះរសជាតិទឹកគ្រឿងនេះគឺខ្ញុំអត់យកបែបផ្អែមទេណាគឺខ្ញុំយកមកល្មមរសជាតិប្រៃជូរហើយនឹងហឹរចំណែកលក់ទឹកគ្រឿងនេះវិញនិយាយទៅអត់ចេះប្រកាន់ខ្លួនទេបន្លែអីក៏ត្រូវដែរបងប្អូនឲ្យទៅថាមានបន្លែច្រើនមកគឺកាន់តែឆ្ងាញ់សម្រាប់ខ្ញុំថ្ងៃនេះប្រើបន្លែនឹងចម្រុះមែនទែនមានរហូតដល់8មុខឯណោះមានតាំងពីផ្កាកំប្លោកស្ពៃកញ្ញាញ់ត្រប់ស្រួយត្រប់វែងពពាយតសក់ស្អំហើយនឹងតាពាំងព្រិចបងប្អូនចំពោះទឹកគ្រឿងអញ្ចឹងជាមួយតាពាំងព្រិចគឺឆ្ងាញ់ណាស់និយាយទៅតាពាំងព្រិចហ្នឹងមិនថាបុកល្ហុងអីទេពេលដែលយើងញ៉ាំផ្ទាប់ទៅគឺត្រូវមែនទែនចំពោះតាពាំងព្រិចនេះបងប្អូនយកអាទុយៗដូចខ្ញុំអញ្ចឹងបើញ៉ាំត្រូវបើសិនយើងយកអាតាពាំងរឿងធំៗគឺញ៉ាំអត់ឆ្ងាញ់ទេណាចាសម្រាប់ការបង្ហាញមុខម្ហូបរបស់ខ្ញុំថ្ងៃនេះគឺមានការបង្ហាញតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចាប់អារម្មណ៍អីកុំភ្លេចធ្វើញ៉ាំផងណា